សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel ខ្សែជីវិតថ្ងៃនេះយើងនឹងនិយាយអំពីបញ្ហាមួយដែលមនុស្សជាច្រើនជួបប្រទះប៉ុន្តែពិបាកនិយាយគឺញាស់ក្លិនខ្លាំងបញ្ហានេះអាចប៉ះពាល់ដល់ទំនុកចិត្តពេលជួបមនុស្សឬនៅកន្លែងសាធារណៈមនុស្សខ្លះសូម្បីតែលាងខ្លួនរាល់ថ្ងៃក៏នៅតែមានក្លិនញាស់ដូច្នេះថ្ងៃនេះយើងមកស្គាល់មូលហេតុពិតៗមូលហេតុទី1គឺបាក់តេរីលើស្បែកពិតប្រាកដញាស់ខ្លួនឯងមិនមានក្លិនខ្លាំងទេប៉ុន្តែពេលវាប៉ះជាមួយបាក់តេរីវានឹងបង្កើតក្លិនមិនល្អជាពិសេសតំបន់ដូចជាក្លៀកនិងជើងមូលហេតុទី2គឺអាហារខ្លះដូចជាខ្ទឹមសខ្ទឹមក្រហមអាហារហាលឬអាហារខ្លាញ់អាចបង្កឲ្យញាស់មានក្លិនខ្លាំងមូលហេតុទី3គឺ stress ពេលអ្នកមាន stress រាងកាយនឹងបញ្ចេញញាស់ប្រភេទមួយដែលមានក្លិនខ្លាំងជាងធម្មតាមូលហេតុទី4គឺសម្លៀកបំពាក់ដែលមិនស្រូបញើសឬពាក់ជាញឹកញាប់អាចបង្កឲ្យបាក់តេរីកើនឡើងមូលហេតុទី5គឺអនាម័យមិនល្អបើមិនលាងខ្លួនស្អាតបាក់តេរីនឹងកើនឡើងហើយបង្កក្លិនមូលហេតុទី6គឺហ័រម៉ូនការផ្លាស់ប្ដូរហ័រម៉ូនជាពិសេសវ័យជំទង់អាចធ្វើឲ្យញើសក្លិនខ្លាំងមូលហេតុទី7គឺជំងឺខ្លះដូចជាជំងឺទឹកនោមផ្អែមឬបញ្ហាសុខភាពផ្សេងអាចបង្កក្លិនខ្លាំងខុសធម្មតាឥឡូវនេះមកស្គាល់វិធីដោះស្រាយលាងខ្លួនរៀងរាល់ថ្ងៃប្រើសាប៊ូនិង deodorant ពាក់សម្លៀកបំពាក់ស្អាតនិងស្រូបញើសកាត់បន្ថយអាហារដែលបង្កក្លិនផឹកទឹកឲ្យគ្រប់គ្រាន់អ្នកអាចកោសក្លៀកដើម្បីបន្ថយបាក់តេរីហើយធ្វើឲ្យងាយស្រួលសម្អាតបើអ្នកមានញើសច្រើនខ្លាំងអ្នកអាចប្រើ antiperspirant ឬពិគ្រោះជាមួយគ្រូពេទ្យសរុបវិញញើសក្លិនខ្លាំងមិនមែនមកពីញើសទេប៉ុន្តែមកពីបាក់តេរីនិងទម្លាប់បើយើងថែរក្សាអនាម័យនិងកែប្រែទម្លាប់យើងអាចដោះស្រាយបញ្ហានេះបានបើអ្នកចូលចិត្តវីដេអូនេះកុំភ្លេច like share និង subscribe Channel ខ្សែជីវិតសូមអរគុណ